អ្នកណាក៏គិតថាបើអ្នកអាចហក់រំលងទ្វារនាគបានអ្នកនឹងអាចក្លាយជាទេវតាតែខ្ញុំដឹងច្បាស់ថានោះគ្រាន់តែជាកន្លែងសម្រាប់ដែលពួកនាគប្រើសម្រាប់រើសយកអាហារល្អប៉ុណ្ណោះពួកទេពកោសល្យដែលហក់រំលងទ្វារនាគបានត្រូវបានគេហៅខ្ចប់ជួទុកលើធ្នឹមក្នុងវាំងនាគស្លាប់ទាំងភ្នែកមិនព្រមបិទមូលហេតុដែលខ្ញុំដឹងរឿងពិតដ៏សាហាវនេះគឺព្រោះតែខ្ញុំជាមនុស្សតែម្នាក់គត់ដែលរត់រួចពីឆ្នាំងប្រេងនោះកាលពី6ឆ្នាំមុនខ្ញុំជាត្រីគោរងដែលមានទេពកោសល្យបំផុតក្នុងត្រកូលហើយបញ្ចាស់ទឹក9000លីហក់បុកទឹកធ្លាក់ដល់ខ្ពស់ទៅដែកហើយខ្ញុំក៏បានខំជាប់មាត់ទ្វារនាគក្នុងចំណោមភ្លើងរន្ទះខ្ញុំបានឃើញវាំងនាគដ៏អស្ចារ្យមួយនៅពីលើពុកហើយមានហ្វូងនាគកំពុងដេកព័ទ្ធជុំវិញនៅទីនោះនាគដែលជាមេគេបានអង្ក្បាលមកមើលខ្ញុំរួចញឹមដាក់ខ្ញុំដោយស្នាមញឹមដែលមិនអាចយល់បានទិដ្ឋភាពនៅចំពោះមុខធ្វើឲ្យខ្ញុំព្រឺសម្បូរខ្ញុំមិនទាន់ទាំងបានតាំងស្មារតីផងក៏ត្រូវវាប្រាក្រញ៉ាំទះធ្លាក់ចុះមកស្រកាត្រូវរបស់អស់សាច់ឈាមរលីងរលោងតែសំណាងល្អដែលរាងកាយខ្ញុំរឹងមាំទើបនៅសល់ដង្ហើមចុងក្រោយពេលដែលអ្នកក្នុងត្រកូលមកប្រមូលសាកសពខ្ញុំស្រាប់តែឃើញខ្ញុំមិនទាន់ស្លាប់ចាស់ទុំក្នុងត្រកូលក៏ខំរឹងអស់ពីកម្លាំងកាយដើម្បីជួយសង្គ្រោះខ្ញុំពីមាត់ទ្វារមរណៈខ្ញុំនិយាយរវើវីអស់មួយខែពេញលុះពេលភ្ញាក់ឡើងក៏ឃើញចាស់ទុំទាំងអស់នៅព័ទ្ធជុំវិញខ្លួនខ្ញុំពួកគេនាំគ្នាសួរខ្ញុំដោយចង់ដឹងថាខ្ញុំបានឃើញអ្វីខ្លះខ្ញុំនឹកឃើញទិដ្ឋភាពពេលនោះក៏មិនហ៊ាននិយាយអ្វីទាំងអស់ព្រោះខ្ញុំបានឃើញច្បាស់ណាស់ថាអ្នកដែលហក់រំលងទ្វារនាគបានហើយបាត់ដំណឹងសូនឲ្យឈឹងនោះគឺមិនបានខ្លាយជានាគឡើយពួកគេម្នាក់ត្រូវបានគេចាក់នឹងទំពក់មាសហើយព្យួរទុកនៅក្រោមដំបូលវាំងនាគទាំងអស់ដូចជាសាច់ក្រកដែលមនុស្សហើរទុកលើធ្នឹមផ្ទះអញ្ចឹងតែថ្ងៃនេះប្អូនស្រីតុបតែងខ្លួនដោយគ្រឿងអលង្ការភ្លឺភ្លេកឃើញហើយរំភើបណាស់បងស្រីលោកគ្រូចាងថាទេពកោសល្យរបស់ប្អូនដល់កម្រិតកំពូលហើយស្អែកនេះប្អូននឹងទៅដណ្ដើមយកសិទ្ធិចូលទ្វារនាគខែនាងបានត្រៀមខ្លួនរួចរាល់សម្រាប់ទ្វារនាគខែហ្វឹកហាត់តាំងពីតូចហើយច្រាស់ទឹក1000លីរាល់ថ្ងៃបុកធ្មេញ10000ដងរាងកាយរបស់ប្អូនស្រីត្រូវបានដុសខាត់យ៉ាងល្អឥតខ្ចោះស្រកានេះមួយមុតស្រួចដូចជាព្យុះតែពេលឮពាក្យនេះដៃដែលលាក់ក្នុងដៃឲ្យចាប់ផ្ដើមញ័រមិនឈប់នេះជាជំងឺចាស់ដែលបន្សល់ទុកតាំងពីពេលបងធ្លាក់ពីលើពុកមកបងនិយាយដោយទឹកដុំស្ងប់បំផុតថាមិនបានទេប្អូនស្រីពេបមាត់ហាក់ដូចជាមិនបានស្ដាប់សម្ដីបងឡើយបងជ្រួញចិញ្ចាមយកអៀងមើងម៉ាត់បងជាបងស្រីរបស់ប្អូនត្រូវតែស្ដាប់បងប្អូនស្រីមិនពេញចិត្តឡើយបងស្រីបងយកសັບអាក្រក់ទៀតហើយមែនទេប្អូនមិនដូចបងទេប្អូនពូកែជាងបងកាពីមុនទៅទៀតប្អូននឹងឆ្លងទ្វារនាគបានសម្រេចមើលក្នុងប្អូនស្រីដែលដើរឆ្ងាយទៅបងដកដង្ហើមធំក្នុងខួរក្បាលគិតរកវិធីរារាំងនាងមិនឈប់ថ្ងៃបន្ទាប់អ្នកពូកែក្នុងត្រកូលជួបជុំគ្នានៅស្រះជ្រើសរើសណាកដើម្បីដណ្ដើមសិទ្ធិចូលស្រះបំផ្លាញនាគស្រះបំផ្លាញនាគបើក3ឆ្នាំម្ដងដល់ថ្ងៃនេះទ្វារនាគបើកយើងគ្រាន់តែឆ្លងទ្វារនាគឲ្យបានទើបអាចក្លាយជានាគតែចំនួនមានកំណត់យើងត្រូវប្រកួតគ្នានៅស្រះជ្រើសរើសនាគអ្នកឈ្នះ100អ្នកដំបូងទើបទទួលបានវត្ថុបញ្ជាក់ខ្លួននាគដើម្បីចូលស្រះបំផ្លាញនាគពេលខ្ញុំមកដល់ស្រះដែលធ្លាប់តែអ៊ូអរស្រាប់តែស្ងាត់ជ្រាបតែម្ដងពួកអ្នកត្រកូលខ្ញុំមើលមកខ្ញុំដូចជាគេកំពុងគេចពីជំងឺឆ្លងអញ្ចឹងពួកគេខ្សឹបខ្សៀវគ្នាចង្រៃមែនមិនក៏គេមកទីនេះប្រហែលជាមកមើលប្អូនស្រីគេប្រកួតថ្ងៃនេះកុំឲ្យគេចូលចិត្តស្រះឲ្យសោះបើជាប់សំណាងអាក្រក់ពីគេតើអ្នកណាអាចប្រកួតឈ្នះទៅប្អូនស្រីឃើញខ្ញុំមកដល់ភ្នែកនាងភ្លឺថ្លាឡើងហើយក៏គ្រវីដៃហៅខ្ញុំបងស្រីបងមកហើយក្មេងស្រីម្នាក់នោះកំពុងតែសប្បាយចិត្តដែលបងស្រីនាងមកមើលនាងប្រកួតចាស់ទុំក្នុងត្រកូលម្នាក់នៅក្បែរនោះនិយាយខ្សឹបថាមនុស្សបែបនេះក៏មានមុខមកជ្រើសរើសស្រះនាគដែរប្អូនស្រីខ្ញុំរិះហើយនាងក៏ងាកទៅភ្លាមគាត់ជាបងស្រីខ្ញុំគាត់ចង់មកមើលខ្ញុំគឺមកមើលខ្ញុំអ្នកណាមានបញ្ហាប្រាប់ខ្ញុំឥឡូវនេះមកនាងគ្រវីកន្ទុយត្រីរបស់នាងជាការគំរាមកំហែងយ៉ាងច្បាស់ខ្ញុំញឹមបន្តិចក្នុងចិត្តមានអារម្មណ៍ធូរស្រាលច្រើនខ្ញុំហែទៅក្បែរនាងប្អូនស្រីស្ដាប់បងណាយើងត្រឡប់ទៅផ្ទះវិញទៅគ្រប់គ្រាន់ហើយស្នាមញឹមលើមុខប្អូនស្រីខ្ញុំរឹងស្កប់នាងរុញខ្ញុំចេញយ៉ាងខ្លាំងខ្ញុំចាប់ដៃនាងតែនាងប្រើកម្លាំងខ្លាំងរហូតធ្វើឲ្យខ្ញុំថយក្រោយមួយជំហានបងស្រីថ្ងៃនេះជាថ្ងៃប្រកួតខ្ញុំមិនចង់ឆ្លោះជាមួយបងទេនាងក៏ដេញខ្ញុំចេញបើបងមកដើម្បីលើកទឹកចិត្តខ្ញុំអរគុណតែបើបងមកដើម្បីឲ្យខ្ញុំដកខ្លួនចេញនោះបងទៅវិញឥឡូវនេះទៅប្អូនស្រីងាកក្រោយហៀបនឹងហែចេញខ្ញុំក៏លូកដៃទៅចាប់នាងក៏រុញខ្ញុំចេញម្ដងទៀតរលកទឹកមួយជះមកលើមុខខ្ញុំពេលគ្មានប្អូនស្រីការពារសម្លេងសាយចំអកក៏លាន់ឡើងជុំវិញខ្លួនខ្ញុំមនុស្សអាត្មានិយមបែបនេះសំហើយដែលប្អូនស្រីខ្លួនឯងមិនចង់រាប់រកបើខ្ញុំមានបងស្រីបែបនេះវិញបងស្រីឲ្យគាត់ខ្មាស់គេរហូតដល់ចង់សម្លាប់ខ្លួនយូរហើយបើគាត់មិនអាត្មានិយមពេកទេម្លេះបងប្រុសទី3របស់ខ្ញុំប្រហែលជាអាចរស់ត្រឡប់មកវិញហើយអ្នកក្នុងត្រកូលគ្មានអ្នកណាម្នាក់ចូលចិត្តខ្ញុំទេពួកគេស្អប់ខ្ញុំទាំងអស់គ្នាខ្ញុំជាមនុស្សតែម្នាក់គត់ដែលបរាជ័យក្នុងការឆ្លងទ្វារនាគហើយនៅរស់រានមានជីវិតតាមពិតទៅវាជារឿងល្អទេប៉ុន្តែក្នុងភ្នែកពួកគេវាបែរជាខ្លាចជាកំហុសរបស់ខ្ញុំទៅវិញដំបូងឡើយពួកគេនៅរាក់ទាក់ខ្ញុំខ្លាំងណាស់ពួកគេសួរខ្ញុំថាលើទ្វារនាគមានអ្វីខ្លះបានឃើញសាច់ញាតិពួកគេដែរឬទេហើយត្រូវធ្វើម៉េចទើបអាចរੂបានខ្ញុំប្រាប់ពួកគេថាខ្ញុំមិនដឹងទេខ្ញុំមិនឃើញវាទាំងអស់ទ្វារនាគក៏បិទចិត្តទៅហើយពួកគេមិនជឿទេគិតថាខ្ញុំលាក់បាំងអ្វីមួយក្រោយមកពេលឆ្លងទ្វារនាគលើក្រោយមានអ្នកក្នុងត្រកូលស្លាប់ទៀតក្រសែភ្នែកដែលពួកគេមើលមកខ្ញុំក៏ផ្លាស់ប្ដូរតាមពិតទៅគ្រប់គ្នាបានទទួលស្គាល់ការពិតដែលថាបរាជ័យក្នុងការឆ្លងទ្វារនាគគឺត្រូវតែស្លាប់ប៉ុន្តែវត្តមានរបស់ខ្ញុំបានបំបែកការពិតមួយនេះខ្ញុំអាចរੂបានវាមានន័យថាអ្នកដទៃក៏អាចរੂបានដែរក្នុងពេលដែលខ្ញុំដឹងពីវិធីសាស្ត្រតែមិនព្រមប្រាប់នោះការស្លាប់របស់បងប្អូននិងឪពុកម្ដាយពួកគេក៏ត្រូវតែគិតមកលើខ្ញុំដែរពួកគេមិននិយាយថាហេតុអ្វីខ្ញុំមិនទៅស្លាប់តាំងពីដំបូងទេព្រោះវាមើលទៅអាក្រក់ពេកពួកគេគ្រាន់តែខ្សឹបខ្សៀវគ្នានៅពេលខ្ញុំដើរកាត់ហើយបន្តិចម្ដងក៏និយាយខ្លាំងឡើងដើម្បីឲ្យខ្ញុំរៀបពាក្យសម្ដីទាំងនោះសំណាងហើយដែលប្រហែលឆ្នាំមកនេះខ្ញុំក៏សាំនឹងវាទៅហើយការប្រកួតចាប់ផ្ដើមហើយត្រីគោរងរាប់រយក្បាលហែចេញទៅព្រមគ្នាទឹកខ្ទាតពេញអស់អាងជ្រើសរើសនាគទាំងមូលហាក់ដូចជាកំពុងពុះកញ្ជ្រោលអញ្ចឹងពួកត្រីហែនាំមុខគេទៅដល់ខាងមុខគេបង្អស់ល្បឿនលឿនជាងខ្ញុំកាលពីមុនទៅទៀតរាល់ការបត់បែនគឺស្អាតល្អណាស់ខ្ញុំលួចមួយទៅជ្រុងអាងហើយដកគ្រូពីក្នុងដៃអាប់មកខ្ញុំក៏បាញ់គ្រូមួយគ្រាប់ចេញទៅសត្វតោបានធ្លាក់ចំលើកន្លែងដែលនាងត្រៀមនឹងប្រើកម្លាំងជន់លើទឹកធ្វើឲ្យទឹកនោះបែកខ្ចាក់ខ្ចាយអស់បើជាអ្នកដទៃវិញប្រហែលជាធ្លាក់ចុះទៅបាត់ហើយតែប្អូនស្រីបែរជាគេខ្លួនផុតល្បឿនក៏ស្ទើរតែមិនប៉ះពាល់អ្វីសោះខ្ញុំមិនអស់ចិត្តក៏បន្ថែមជ្រុនទឹកគួចនៅតាមផ្លូវហែរបស់នាងទៀតតែប្អូនស្រីអាចគេចផុតបានយ៉ាងប្រផិតប្រផាយរាល់ដងផ្ទុយទៅវិញនាងបែរជាប្រើកម្លាំងពីទឹកគួចដែលខ្ញុំបងកាត់ឡើងដើម្បីហែទៅមុខបានមួយកម្រិតទៀតអ្នកក្នុងត្រកូលដែលមើលការប្រកួតនៅក្បែរនោះក៏ចាប់ផ្ដើមស្រែកសរសើរខ្ញុំក៏បាញ់គ្រាប់ទី3ចេញទៅលើកនេះខ្ញុំតម្រង់ទៅលើផ្ទាំងថ្មអណ្ដែតនៅខាងមុខនាងពេលគ្រាប់ថ្មបុកចំផ្ទាំងថ្មនោះក៏ក្រឡាប់ធ្វើឲ្យទឹកគូច្របូកច្របល់រាងកាយរបស់ប្អូនស្រីក៏រង្គើបន្តិចដោយសារចរន្តទឹកនោះខ្ញុំស្មានថាលើកនេះនឹងបានសម្រេចតែនរណានឹងទៅគិតថាប្អូនស្រីមានល្បឿនលឿនខ្លាំងហើយកែសម្រួលចំហបានយ៉ាងរហ័សនាងប្រើកន្ទុយវាលើផ្ទៃទឹករាងកាយទាំងមូលក៏ហោះឡើងលើអាកាសរំលងផុតពីចរន្តទឹកគូចនោះទៅពេលធ្លាក់ចុះទៅវិញនាងបាននាំមុខអ្នកលេខ2មួយទូខ្លួនបាត់ទៅហើយមិនល្អទេបើមិនរារាំងនាងទេនាងនឹងទៅដល់ទីដៅហើយខ្ញុំក្តាប់គ្រាប់ថ្មចុងក្រោយក្នុងដៃគិតថាតើគូវាទៅត្រង់ណាតែដៃបែរជាចាប់ផ្ដើមញ័រធ្វើឲ្យយឺតបន្តិចប្អូនស្រីនៅតែហែទៅដល់ទីដៅហើយស្រកានាគក៏ធ្លាក់ចូលក្នុងមាត់នាងយ៉ាងស្ងប់ស្ងាត់នាងខំស្រកានាគហែមករកខ្ញុំភ្នែកនាងភ្លឺថ្លាពេញមុខសុទ្ធតែភាពមោទនភាពដែលនាងធ្វើបានសម្រេចបើមិនមែនមកអបអរសាទរខ្ញុំទេខ្ញុំមិនចង់ស្ដាប់ទេ
ថ្ងៃនេះខ្ញុំឈ្នះហើយខ្ញុំសប្បាយចិត្តណាស់ស្រះនាគនេះត្រូវការស្រកានាគទើបអាចបើកបានដើម្បីការពារកុំឲ្យអ្នកណាមកឆ្លៀតឱកាសកេងចំណេញមានតែមួយគ្រាប់នេះទេបើបាត់ហើយគឺមិនដូរឲ្យវិញទេយប់នោះខ្ញុំលួចចូលទៅក្នុងបន្ទប់ប្អូនស្រីម៉ោងនេះនាងនៅខាងក្រៅវឹកហាត់នៅឡើយដូចដែលខ្ញុំបានគិតទុកឡុងលីងត្រូវបានគេដាក់ទុកក្នុងប្រអប់ត្បូងនៅក្បែរខ្លួនគេនឹងពេលបានឡុងលីងមកក្នុងដៃស្រាប់តែភ្លើងនៅពីក្រោយក៏ភ្លឺឡើងបងស្រីបងកំពុងធ្វើអីហ្នឹងដៃខ្ញុំនៅកាំងកណ្ដាលអាកាសពេលងាកក្រោយមកឃើញប្អូនស្រីសម្លឹងមកខ្ញុំដោយការខកចិត្តខ្លាំងណាស់ហើយអ្វីបានជាបងត្រូវរារាំងមិនឲ្យខ្ញុំខ្លាចជានាគបងចង់និយាយអ្វីទៀតបងកុំនិយាយទៀតអីបើបងនៅតែនិយាយទៀតខ្ញុំនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយបងហើយចាប់ពីពេលនេះទៅយើងលែងស្គាល់គ្នាទៀតហើយតាំងពីបងប្រុសចាក់ចេញទៅត្រកូលយើងក៏លែងមានអ្នកណាទៀតនៅសល់តែខ្ញុំនិងប្អូនស្រីដែលពឹងអាស្រ័យគ្នាទៅវិញទៅមកគាត់មិនបានគេចវេះពីខ្ញុំដូចអ្នកដទៃទេតែបែរជាអាណិតអាសូរដែលខ្ញុំខ្លាចជាបែបនេះតែពេលនេះប្អូនស្រីបែរជាចង់កាត់ផ្តាច់ទំនាក់ទំនងជាមួយបងប្រុសតែរឿងនេះប្អូនស្រីមេរៀនរបស់បងប្រុសនិងបងនៅមិនទាន់គ្រប់គ្រាន់ទេប្អូនចង់ធ្វើបែបនេះមែនទេចាស់ទុំបាននិយាយហើយថាដើមកំណើតត្រកូលយើងខ្ពស់ពេកដូច្នេះការសាកល្បងក៏កាន់តែលំបាកបងនិងបងប្រុសបរាជ័យក្នុងការខ្លាចជានាគគឺព្រោះតែបងទាំងពីរមិនពូកែខ្ញុំនឹងបំបីបណ្ដាសានេះហើយខ្លាចជានាគពិតប្រាកដឲ្យបានមានឈុនប្អូនស្រីសម្លេងក៏ស្រទន់ចុះបងស្រីឲ្យខ្ញុំនឹកប៉ាម៉ាក់ណាស់ខ្ញុំមិនចង់ធ្វើត្រីនៅក្នុងអូតូចមួយនេះពេញមួយជីវិតទេខ្ញុំក៏ចង់ខ្លាចជាកិត្តិយសរបស់ត្រកូលយើងដែរកិត្តិយសនឹងឬខ្ញុំស្ទាក់ស្ទើរមួយសន្ទុះត្រកូលយើងគឺជាត្រកូលដែលមានទេពកោសល្យល្បីល្បាញក្នុងត្រកូលជីដូនជីតារបស់យើងអាយុ100ឆ្នាំបានសម្រេចកិច្ចការធំអាចប្រើកន្ទុយវីទឹកឲ្យខ្លាចជាទឹកកកជីតាកាន់តែខ្លាំងអាចបង្កើតពពីទឹកហើយ3ថ្ងៃមិនធ្លាក់ចុះមកវិញពូទី2អាយុ12ឆ្នាំក៏បំបីកំណត់ត្រាត្រកូលបានដែររហូតមកដល់ពេលនេះនៅមិនទាន់មានអ្នកណាធ្វើបានត្រកូលនាគពិតជាខ្លាំងមែនគ្រប់គ្នាសុទ្ធតែជាទេពកោសល្យដែលរាប់ពាន់ឆ្នាំទើបមានម្ដងគ្រប់គ្នាបានឆ្លងកាត់ទ្វារនាគតែចុងក្រោយស្លាប់អស់បងប្រុសកាលនោះកាន់តែជាទេពកោសល្យដែលរាប់រយឆ្នាំទើបមានម្ដងថ្ងៃដែលទ្វារនាគបើកទាំងត្រកូលនាំគ្នាលុបជង្គង់ជូនដំណើរពួកចាស់ទុំសុទ្ធតែនិយាយថាគាត់ជានាគដែលត្រូវកំណត់ទុកមកខ្ញុំអបជើងបងប្រុសមិនព្រមឲ្យគាត់ទៅទេពេលនោះខ្ញុំមិនសូវយល់ទេថាការឆ្លងទ្វារនាគវាជារឿងអីគ្រាន់តែដឹងថាបងប្រុសទៅលើកនេះនឹងដូចជាប៉ាម៉ាក់អញ្ចឹងគឺលែងត្រឡប់មកវិញទៀតហើយពួកអ្នកត្រកូលដែលទៅស្រះនាគនោះបើមិនលីជាសាកសពគេដឹកត្រឡប់មកវិញទេក៏មិនត្រឡប់មកវិញដែរពួកអ្នកត្រកូលនិយាយថាបន្ទាប់ពីពួកគេត្រូវបានបណ្ដុះឲ្យខ្លាចជានាគហើយក៏បាត់ដំណឹងឈឹងមើលទៅប្រហែលជាគិតថាពួកយើងមិនស័ក្តិសមនឹងនៅជាមួយពួកគេតែគ្មានអ្នកណាសង្ស័យសោះថាពេលទៅនៅសុខសប្បាយល្អតែហេតុអ្វីបានជាស្រាប់តែមិនត្រឡប់មកវិញពួកចាស់ទុំគ្រាន់តែនិយាយថានាគមានពិធីបុណ្យហើយមានអាយុវែងដូចមេឃពួកយើងមានអាយុត្រឹមតែ1000ឆ្នាំប៉ុណ្ណោះរវាងជាតិសាសន៍ទាំងពីរនេះនៅមានទ្វារនាគមួយខាងទៀតមិនមែនពួកយើងទៅរារាំងជើងពួកគេទេមានតែពួកយើងខំប្រឹងរត់តាមជំហានពួកគេដើម្បីដណ្ដើមយកឱកាសផ្លាស់ទីលំនៅទាំងត្រកូលហើយរស់នៅជាមួយគ្នាគ្រប់ជំនាន់តែខ្ញុំនឹកស្មានមិនដល់សោះថាខ្ញុំនឹងបានជួបបងប្រុសម្ដងទៀតពេលសាកសពគេដឹកត្រឡប់មកវិញគឺនៅល្អឥតខ្ចោះពួកចាស់ទុំក៏សម្រេចថាទ្វារនាគពិបាកឆ្លងណាស់គឺស្លាប់ប្រកបមែនតែខ្ញុំមិនជឿទេវិជាដែលខ្ញុំមានទាំងអស់នេះគឺរៀនពីបងប្រុសតាំងពីតូចមកខ្ញុំដឹងច្បាស់ណាស់ថាគាត់ខ្លាំងប៉ុណ្ណាពេលយប់ស្ងាត់ខ្ញុំក៏វះទ្រូងបងប្រុសមើលនៅលើឆ្អឹងរបស់គាត់មានស្នាមរបួសតូចពេញទាំងអស់នេះមិនមែនបណ្ដាលមកពីការបុកគ្នានោះទេខ្ញុំព្យាយាមគុំវាចូលគ្នាតែនៅតែរកចម្លើយមិនឃើញថាហេតុអ្វីចុងក្រោយបានត្រឹមតែបិទភ្នែកវឹកហាត់គិតថាដូចជាអ្នកជំងឺដែលអស់សង្ឃឹមអញ្ចឹងត្រូវតែឆ្លងកាត់ទ្វារនាគដើម្បីស្វែងរកការពិតនៅពីក្រោយតែការពិតបែរជាធ្វើឲ្យខ្ញុំទទួលយកមិនបានទៅវិញរាប់មិនអស់ទេដែលយកសັດឃើញនៅពាក់កណ្ដាលអាធ្រាត្រពួកអ្នកត្រកូលខ្ញុំបើកភ្នែកធំពួកគេស្លាប់មិនបិទភ្នែកទេព្យាយាមសម្លឹងមើលមកខ្ញុំប្អូនស្រីជាទីស្រឡាញ់បងគួរតែប្រាប់អូនដោយរបៀបណាទៅម៉ាប់ផ្កាព្យួរនៅក្រោមឈ្មោះក្រុមក្នុងវាំងនាគជាង10ឆ្នាំហើយណាពេលវេលាដែលទ្វារនាគបើកគឺនៅ3ថ្ងៃទៀតបងតែងតែព្យាយាមនិយាយបញ្ចុះបញ្ចុះប្អូនស្រីមិនឈប់ពេលញ៉ាំបាយក៏ហាមនាងក៏ដាក់ចង្កឹះចុះខ្ញុំមិនញ៉ាំទេពេលប្រកួតក៏ហាមនាងក៏ខ្ទប់ទៅជាបងស្រីបងកុំមករំខានចង្វាក់របស់ខ្ញុំអីពេលហាត់ប្រាណជាមួយគ្នាខ្ញុំឆ្លៀតឱកាសនិយាយទៀតនាងក៏ព្រមចាញ់ហើយដើរចេញទៅបាត់ខ្ញុំដូចជាត្រូវមិនអាគមអញ្ចឹងដើរទៅដល់ណាហាមដល់នឹងឲ្យតែមានឱកាសគឺនិយាយមេក្រុមចេញមុខហើយចាប់ខ្ញុំឃុំខ្លួនក្នុងគុកទឹកពួកអ្នកត្រកូលក៏នាំគ្នាសោកតែមិនតិចទេខ្ញុំនៅខាងក្រៅគុកទឹកចង្អុលបង្ហាញមិនឈប់ខ្លួនឯងមិនអាចឆ្លងកាត់ទ្វារនាគបានក៏កាត់ចិត្តច្រណែនហើយចង់បំផ្លាញក្តីសង្ឃឹមដែលប្អូនស្រីនឹងខ្លាចជាទេពនាងនេះគឺច្រណែនខ្លួនឯងធ្វើមិនបានក៏មិនចង់ឃើញអ្នកដទៃល្អជាងខ្លួនសម្មុខហើយដែលត្រូវខ្លាចជាអ្នកទោសក្រំដីគួរតែឲ្យនាងភ្ញាក់ខ្លួនឲ្យបានល្អខ្ញុំក៏កុញនៅក្នុងជ្រុងនៃគុកទឹកខ្សែសង្វាក់ដែកត្រជាក់គូជាប់នឹងកន្ទុយធ្វើឲ្យស្រកាដាច់អស់ជាច្រើនបន្ទះអ្នកជានរណាម្នាក់គេត្រូវតែខឹងរហូតដល់លោតទើបសប្បាយដូចជាខ្ញុំដែលគ្មានប្រតិកម្មអ្វីសោះពួកគេក៏យល់ថាគ្មានណោះអ៊ីក៏ដើរចេញទៅបាត់ក្នុងគុកទឹកងឹតសូនឲ្យឈឹងបោះបង់ចោលយូរហើយជាងដុះពេញដោយស្លែទឹកខ្មៅដូចទឹកថ្នាំស្អុយរលួយមិនអាចទ្រាំបានបញ្ចេញក្លិនស្អុយដែលរលួយទីនេះរាប់ពាន់ឆ្នាំមិនដែលធ្លាប់មានអ្នកណាត្រូវគេឃុំខ្លួនទេខ្ញុំអាចចូលមកបានក៏រាប់ថាជារឿងចម្លែកមួយដែរតែរឿងនេះអ្នកក៏ដឹងដែរថាមិនមែនជាចិត្តណារបស់ខ្ញុំទេណាចាប់តាំងពីត្រកូលឡុងមិនស្លាប់ទៅ9ឆ្នាំមកនេះឡុងមិនបើក3ដងហើយសម្រាប់មនុស្សក្នុងត្រកូលអស់ជាច្រើនឥឡូវនេះសាច់ញាតិម្នាក់គត់របស់ខ្ញុំក៏ត្រូវទៅប្រឈមមុខនឹងការស្លាប់នេះដែរខ្ញុំមិនចង់ឃើញអ្នកណាស្លាប់ទៀតទេ9ឆ្នាំមកនេះខ្ញុំដើររកគ្រប់កន្លែងដែលទៅបានតែចុងក្រោយរកអ្វីមិនឃើញសោះខ្ញុំក៏បានរកសៀវភៅគ្រប់កន្លែងដែលរកបានដែរខ្ញុំអានមិនចេះចិនណាយដូចមនុស្សឈួតអានគ្រប់អក្សរខ្លាចតែខកខានមិនបានដឹងការពិតចុងក្រោយខ្ញុំរកឃើញកំណត់ត្រាមួយក្នុងសៀវភៅចាស់នៅជាន់ក្រោមបង្អស់នៃរូងគម្ពីរសម័យបុរាណត្រកូលនាគគ្រប់គ្រងពិភពលោកក្រោយមកមានគ្រោះមហន្តរាយត្រកូលនាគក៏វិនាសសាបសូន្យអ្នកដែលនៅសល់ក៏គេចទៅលើពុកហើយមិនអាចត្រឡប់មកវិញបានទៀតពួកគេត្រូវការធម្មពលជីវិតដ៏បរិសុទ្ធដើម្បីរក្សារូបរាងបើមិនដូច្នោះទេពួកគេនឹងរលាយបាត់ធម្មពលជីវិតដ៏បរិសុទ្ធនោះតើកម្លាំងជីវិតនិងឆន្ទៈដែលត្រកូលយើងបញ្ចេញពេលនៅឡុងមិនក្នុងក្រសែភ្នែកត្រកូលនាគវាគឺជាការធ្វើឲ្យខ្លួនឯងខ្លាចជាអាហារដ៏ឆ្ងាញ់បំផុតមែនទេតែបើជាបែបនេះមែនហេតុអ្វីពួកគេព្យួរអ្នកដែលជោគជ័យទាំងនោះទុកហេតុផលគឺអ្វីទៅគិតយ៉ាងណាក៏មិនយល់ខ្ញុំក៏បើកមើលខាងក្រោយឃើញមានរូបគំនូរមួយទឹកនិងមេឃជួបគ្នាមេឃងឹតសូនឲ្យធ្វើឲ្យដកដង្ហើមមិនរួចទាំងដែលគ្មានព្រះអាទិត្យតែផ្ទៃទឹកបែកជាចាំងពន្លឺមាសក្នុងទឹកមានដំបូលផ្ទះមួយហើយក្រោមដំបូលនោះមានគោមួយក្បាលក្នុងទឹកមេឃក៏មានដំបូលផ្ទះទៅវិញអ្នកសរសេរអត្ថបទនេះចង់បង្ហាញពីអ្វីឲ្យប្រាកដទៅខ្ញុំមិនដែលនៅស្ងៀមទេតាំងពីតូចមកចូលចិត្តរត់ទៅផ្ទះគេគ្រាន់តែចេះស៊ីផឹកសប្បាយចំណែកអាស្រមមនុស្សវិញខ្ញុំស្គាល់ខ្លះដែរពេលនេះពិនិត្យមើលឲ្យច្បាស់កាន់តែមើលកាន់តែដូចអាស្រមមនុស្សដំបូលផ្ទះបុកនឹងគោគឺនៅក្នុងទឹកណែទឹកគុកទឹក